រដ្ឋទាំងមូលត្រូវសិក្សាមើលថាតើសម័យយើងនេះរស់នៅដោយស្តង់ដារហ្នឹងយ៉ាងម៉េចប្រាក់បៀវត្សប្រមាណប្រាក់ចំណូលប្រមាណចំណាយប្រមាណដើម្បីឲ្យបានស្តង់ដារយើងអត់ចេះតែនិយាយបានទេហ្នឹងរឿងទី2 minimum wage បានន័យថាក្នុងច្បាប់គេដាក់ថាយ៉ាងហោចណាស់ប្រាក់ខែអបបរមារដ្ឋាភិបាលត្រូវកំណត់និយមន័យស្ដីជាអបបរមាឲ្យមានការវិគ្រោះយោបល់ត្រឹមណាมันអាចឆ្លុះគ្នារាល់ខែរាល់ពេលចឹងទេนั่นតែខ្ញុំក៏លើកឡើងហើយខ្ញុំសូមបង្ហាញជូនបន្តិចនៅស្រុកខ្មែរយើងមាន4លានទៅ5លានមនុស្សដែលធ្វើការគឺមានអាយុពី10ទៅ64ឆ្នាំប៉ុន្តែដល់ពិតគឺខុសវ័យឆ្នាំផងចុះបើយើងមើលពីរ៉ាមីតអាយុវាត្រូវមានអ្នកត្រូវគេចាប់ហើយនឹងអ្នកចាំគេបើសិនបើយើងកំណត់ប្រាក់ខែសម្រាប់តែអ្នកដែលមានកម្លាំងពលកម្មហូបមកគ្រប់សួរថាតើឲ្យក្មេងអាយុក្រោម18ឆ្នាំអ្នកណាចាំចាស់អាយុ64ឆ្នាំឡើងស្លាប់ទៅបាច់ទេហើយក្មេងនឹងបាច់ឲ្យរៀនសូត្រអីទេបើសិនជាកំណត់យើងមើលបោះសួរផែនការអ្នកដែលមានកម្លាំងពលកម្មហើយមានការងារធ្វើតែ7លាន4សែនទេ69000នាក់ចឹងពាក់កណ្ដាលគឺអ្នកអត់មានកម្លាំងពលកម្មនេះអ្នកនឹងចាំហូបឲ្យអ្នកណាអញ្ចឹងបើកម្មករកាត់ទេជិត1លាននាក់ឲ្យគាត់រស់តែខ្លួនឯងចឹងមានន័យថាក្មេងៗត្រូវស្លាប់មិនបានរៀនសូត្រទេចាស់បុរាណហ្នឹងគួរស្លាប់មិនរៀនសូត្រទេមិនហូបចុកទេគួយដេកស្លាប់ទៅដល់ពីពួកអ្នកកម្លាំងពលកម្មដល់70000នាក់ទេជាឧទាហរណ៍មួយការចូលរួមខាងវិស័យកាត់ដេរទៅក្នុង GDP ខ្ពស់កន្លែងណាដែលចូលរួមខ្ពស់រដ្ឋត្រូវមានទូនាទីវិនិយោគឲ្យវាធានានៅស្ថិរវាទៅជាធានាពន្ធដារកន្លែងពន្ធដារអត់មានជួយសោះដើរប្រមូលពន្ធប៉ុន្តែធ្វើឲ្យវាស្អាតតែកន្លែងក្នុងចាក់កាត់ដេរកម្មករដែលផលិតមានអាគារស្នាក់នៅស្អាតដោយពន្ធដារទេកន្លែងការងារធ្វើស្អាតទេយើងខុសទស្សនវិស័យក្នុងការវិនិយោគអានឹងរឿងមួយខ្ញុំសូមបង្ហាញខ្សែកោនេះជា false scenario ការឡើងប្រាក់បៀវត្សអាក្រក់អាក្រីនេះគឺជា best ឬ appropriate scenario នេះក៏អាក្រក់អាក្រីដែរប្រសិនបើយើងឡើងតាម inflation 5% ហើយនឹង increase ដល់ 5% កម្មករក៏អត់គ្រោះថ្នាក់ថៅកែក៏អត់គ្រោះថ្នាក់គឺចាប់ពីឆ្នាំ2000ដែលយើងមានលុយ$45បន្តិចពេលយើងមាន minimum wage policy តាំងពីនឹងមក 5% អានឹងគឺគេអត់និយាយពីរឿងឡើងនេះគឺអតិផរណាប៉ុន្តែ 5% ទៀតឡើងដល់$5ឯងគឺមកដល់ឆ្នាំ2014ក៏$171ដែរប៉ុន្តែជំងឺរ៉ាំរ៉ៃថា chronic disease គឺដោយសារតែឆ្នាំ2000មកឆ្នាំ2006ដែលយើងអត់ឡើងសូម្បីតែ1រៀលអានឹងតែជំងឺដែលជាមូលហេតុនៃបញ្ហាឯងយើងរយឃើញអំពី underlying cause ឬមួយក៏ root cause of the problem យើងអត់ឡើងដោយសារតែសហជីពអត់ទាន់មានសកម្មភាពច្រើនកម្មករគាត់អត់ទាន់ស្គាល់សិទ្ធិយើងអាចកោគាត់បានកោបានហើយចំណេញទេបងប៉ុន្តែដល់ពេលគាត់ដឹងខ្លាំងបាន$5សូម្បីតែ inflation ក៏អត់គ្រប់ដែរនៅឆ្នាំនេះខ្ញុំគណនាទៅបាន$28ទេបើយើងគិតអំពី inflation 4% 5% ក្នុងមួយឆ្នាំឆ្នាំ2007គាត់មានតែ$28ទេទោះបីចាយមិនក៏មិនដឹងចាយធ្វើមិនដែរអត់គ្រប់ប៉ុន្តែកន្លែងនេះឡើងត្រឹមត្រូវហើយ
ប្រធានរោងចក្រកាត់ដេរសមាគមរោងចក្រកាត់ដេរគាត់និយាយនេះវាត្រឹមត្រូវហើយវាសមស្របហើយប៉ុន្តែដែលជំងឺមិនថ្ងៃហ្នឹងទេគឺ7ឆ្នាំចាប់ពីឆ្នាំ2000រហូតមកដល់ឆ្នាំ2006ប៉ុន្តែសួរថាឲ្យប្រធានរោងចក្រកាត់ដេរបន្លំខ្វាច់ទៅដល់160បាននេះអត់បានទេគឺស្លាប់រោងចក្រហ្នឹងតែម្ដងព្រោះគាត់មានកម្មករ10000នាក់គឺស្លាប់ប៉ុន្តែដើម្បីកុំឲ្យស្លាប់យើងមានដំណោះស្រាយខ្ញុំនឹងបង្ហាញជូនថាតើយើងធ្វើម៉េចដើម្បីកុំឲ្យគាត់ស្លាប់រឿងមួយរឿងទី2យើងមើលការសិក្សាសេដ្ឋកិច្ចសង្គមរបស់ក្រសួងផែនការនៅឆ្នាំ2009និងឆ្នាំ2011ដែលរស់បាននឹងអ្នកឯងអត់បាច់ទៅចាំឲ្យ7រៀលទេគឺ$131មើលលើ11ចំណុចវាថាចិត្ត20ចំណុចព្រោះមានសិលឹកនឹងមើលច្រើនចំណុចទៀតនេះគឺក្រសួងផែនការគាត់សិក្សារាល់ឆ្នាំ2004 2006 2009 ហេតុអីបានជាយើងមិនចូលអ្នកចេះដឹងនឹងយកមកវិភាគអាហ្នឹងឲ្យផ្អែកទៅលើអាហ្នឹងឬមួយក៏យើងសិក្សាចោលអស់រាប់លានដុល្លារក្នុងមួយឆ្នាំតែអត់មានអ្នកណាប្រើប្រសិនបើនៅឆ្នាំ2014យើងធ្វើ projection ពី2011មកក៏$164ប៉ុន្តែ$164នេះរស់តែម្នាក់ឯងទេអត់មានទៅជួយចាំ7លានអ្នកហ្នឹងទេទោះឲ្យគាត់ស្លាប់លេងទៅអាហ្នឹងគឺមួយនេះការសិក្សារបស់សួរផែនការរាជរដ្ឋាភិបាលកម្ពុជាមានសួរផែនការថៃទេហើយយើងមើល trend ទៅប្រសិនបើយើងចង់រស់ម្នាក់ឯងឆ្នាំ2011ក៏មាន142ឆ្នាំ2014ក៏មាន$164ប៉ុន្តែប្រសិនបើយើងចង់ចិញ្ចឹមអ្នកដទៃក្មេងនៅក្នុងបន្ទប់យ៉ាងហោចណាស់2នាក់ឲ្យរៀនចាស់ម្នាក់អាយុពី65ឡើងទៅតើមាន$616បាត់យើងអាចចាត់គាត់បានក្នុងមួយគ្រួសារក្នុងមួយខែអានេះក្នុងម្នាក់នៅក្នុងមួយខែអស់ក្រសួងផែនការអាហ្នឹងរឿងទី2ដែលខ្ញុំចង់បង្ហាញរឿងទី3គេត្រូវកណនាមើលអា inflation rate នេះយ៉ាង minimum wage វាឡើងចឹងហើយល្អដល់100ប៉ុន្តែយើងសួរថាអញ្ញ minimum wage ហ្នឹងយ៉ាងម៉េចហើយ increase wage ហ្នឹងយ៉ាងម៉េចហើយ adjusted minimum wage ហ្នឹងមិនយើងត្រូវកណនាវាអាហ្នឹងបានយើងអាចជជែកគ្នាបានហើយបើសិនជាយើងជជែកអ្នកចំនួនជជែកដើម្បីចំណេញអ្នកនយោបាយជជែកដើម្បីប្រជាប្រិយភាពអ្នកសេជជែកថាតាមគេប៉ុន្តែអ្នកសិក្សាស្រាវជ្រាវអ្នកបណ្ឌិតអីរបស់រដ្ឋាភិបាលទៅជែកនឹងលេខហើយបើយើងទៅជែកនឹងផ្សេងដែរស្អីបាត់ទៅរៀនអីខ្ញុំបាច់រៀនអីលោកសាលាចោលអស់ទៅបើណាអានេះខ្ញុំឧទាហរណ៍ជាក់ស្ដែងជូននេះបើសិនជាយើងមើលការសិក្សាស្រាវជ្រាវរបស់សួរផែនការហើយយើងធ្វើ projection ជូនគឺតើតែយើងមាន$164នៅឆ្នាំ2014ហ្នឹងបានអាចចិញ្ចឹមអាអ្នកដែលនិយាយអំពី minimum wage បានហើយ living standard បានហើយរស់នៅដោយ dignity សេចក្តីថ្លៃថ្នូរបានប៉ុន្តែបើសិនជាយើងចង់ចិញ្ចឹមអ្នកដទៃតើតែយើងមាន$751បានយើងអាចចិញ្ចឹមកូនយើងបានអានឹងក៏ជារូបខុសនៃការ drop out rate ដែរកាលណាក៏អត់មានលុយក៏អត់ឲ្យកូនគាត់រៀនទេគាត់ត្រូវតែជួយកូនគាត់ឲ្យរកការងារធ្វើនេះនឹងគាត់ទៅពីផងគាត់បញ្ញានៅពេលដែលគាត់បង្កើតអនុក្រឹត្យស្ដីអំពីប្រាក់បៀវត្សគាត់ក៏គិតឃើញដែរថាដើម្បីរស់បានក៏$790,000 $85,000 $98,000នេះចឹងទៀតមកយ៉ាងហោចណាស់ក៏$63,000បាន150 160ដូចគ្នាណាមែនជាមធ្យមនឹងគឺជាអនុក្រឹត្យស្ដីអំពីប្រាក់បៀវត្សមូលដ្ឋាននិងប្រាក់បៀវត្សសពនៃប្រាក់បៀវត្សរបស់មន្ត្រីរាជការស៊ីវិលហើយគាត់ចេះ
vô tên là đấy nó bao kia là gì tha person bởi dương hốt mà ngay sầm nha mà đưa mình nè tỏ miên bay mơ riêng và bay mơ riêng tỏ một bớt chụp phèo từ là có trách cái thao để vẫn home off mà là bây ngày thường off bi là bây giờ nghĩ off bi là có trách cái là năng đại của con có home á con này tay con hẹn đấy con có trách cái hướng cam mà khổ nhưng cho lại có trách cái là đích vào nhà mà đấy nhưng mưa khơi nhé anh ấy ăn cái bóng con à anh em miền anh xa là ô nóยังมีทางออกคุณจะพอคือที่ภาษาอะไรตรงกับว่าสาเหตุใช่ไหมโอเคนั่นเรื่องมวยเสกีไอ้ภาษานี่มันตอนฉบับร้อยจนตึมป่านี่คือยังการศึกษาเคยกรองมวยตั้งมา170 ปีเคยกรองปีตั้งมา170 ปีเคยกรองไปตั้งมา140 ปีอายุกระถามอนลีกับจำฉันทั้งไทยที่หมวย50 ปี170 ปีจนอายุสนา$160ចឹងកាលណាគេសិក្សាគេអត់យកទៅបោះចោលទេគេយកមកពិភាក្សាបើសិនជាការសិក្សានោះមិនត្រឹមត្រូវដើម្បីឲ្យមាន validation គេជួលក្រុមការងារមួយផ្សេងទៀតយកមកសិក្សាហើយ comparison ឲ្យគេយកធ្វើសេចក្តីសម្រេចពីទៅលើការសិក្សាស្រាវជ្រាវចឹងគេចរចាមែនខ្ញុំយល់ថា ASIL មែនទេ Labor Advisory Council ចរចាមែនមានសមាជិកប៉ុន្តែចរចាផ្អែកទៅលើស្អីមិនមែនចរចាផ្អែកលើអារម្មណ៍ទេមិនមែនចរចាផ្អែកទៅលើច្បាប់ចំណេះយកមិនអោយទេមិនមែនទេចរចាផ្អែកទៅលើទិន្នន័យនៃការសិក្សាស្រាវជ្រាវអូខេយើងត្រូវសិក្សាមួយសិក្សាក្រោយយើងមានការសិក្សាសេដ្ឋកិច្ចសង្គមហ្នឹងគេ social economic study ធំត្រូវប៉ុន្តែយើងត្រូវធ្វើ specific study ដូចមិញហ្នឹងគឺការសិក្សាលើចំណូលចំណាយរបស់កម្មករមួយយកអាហ្នឹងមកធ្វើទី2យើងត្រូវការសិក្សាមួយទៀតដើម្បីដោះស្រាយហ្នឹងគឺ corruption survey informal payment ទី3យើងត្រូវបង្កើត pilot ថាឲ្យ joint committee ល្អសម្រាប់រោងចក្រ3 4សាកមើលកុំឲ្យមានអា informal payment សាកមើលតើគាត់អាចដំឡើងបានអត់អាហ្នឹងគេហៅថា pilotបើសិនជាយើងអត់ធ្វើយើងអត់មានដំណោះស្រាយទេបាទជារួមនៅពេលដែល boss scenario មិញនេះអាឡើងវុបដល់160គេត្រូវមានអីផ្សេងបើសិនជាយើងបានទំហំនៃពុករលួយទំហំនៃការបង់ថ្លៃក្រៅក្នុងការនោះប្រមាណហើយយើងចាប់ផ្ដើមធានាឲ្យគេ 100% រោងចក្រកាត់ដេរ 7-800 រោងចក្រហ្នឹងអត់មាន informal payment ទេបើមាន informal payment តែឯងយកប្រដៅទៅកន្លែងនេះគាត់សួរគាត់ថាអាចដំឡើងបានទី1ទី2កាលណាមានវិបត្តិចឹងគេហៅ crisis ចឹងគេអត់ធ្វើតាមសាមញ្ញទេគេត្រូវមាន specific response គឺគេ reduce government ដាក់ប្រមាណ%ហើយចរចាមួយខកែហ្នឹងថាតើគាត់អាចបានប្រមាណ%ហើយយើងមកមើលអា national revenue មកមើលអាចំណូលរដ្ឋវាធ្លាក់ប្រមាណដើម្បីរកភាគីទី3ហ្នឹងបើចំណូលរដ្ឋធ្លាក់ពី 2,000 លានមក 1,500 លានសួរថាមានភាគីទី3ណាមកជួយអត់អាហ្នឹងរឿងទី2ទី3យើងត្រូវមើលinformal payment មិនមែនតែជុំវិញរោងចក្រទេ informal payment រឿងអគ្គិសនីរឿងទឹករឿងភ្លើងពីព្រោះអាហ្នឹងវាឡើងទៅដល់អារោងចក្រនោះវាចំណាយច្រើនអញ្ចឹងយើងត្រូវ reduce អាហ្នឹងឲ្យនឹង transportation ជុំឧទាហរណ៍ថាកែនាំកគាត់ថាកាលមុន1តោនចំណាយអស់$45គាត់ដឹកជូនពីតាមមូលដ្ឋានទៅកំពង់សោមព្រោះថាបានធានាថាអត់មានឲ្យបងអីព្រេងប្រាស់ទេនៅសល់$25ពាក់កណ្ដាលអាហ្នឹងត្រូវមើលថាថ្លៃដឹកជូនហ្នឹងទៀត informal payment ថ្លៃដឹកជូនទៅកំពង់សោមទៀតទៅកំពង់ផែនទៀតបើសិន reduce ថាតើថៅកែហ្នឹងតម្លើងបានអាហ្នឹងបាទយើងអាចជួយបានហើយទី3គាត់ថាត្រូវតែរៀបចំកិច្ចប្រជុំពិភាក្សាមួយជាមួយនឹងបាយយើងថាឥឡូវនេះខ្ញុំមានវិបត្តិហើយអ្នកឯងអាចជួយឲ្យរោងចក្រកាត់ដេរនឹងតម្លើងបានពេលនេះទេអ្នកឯងអាចជួយតម្លើងបានពេលនេះទេអាហ្នឹងគឺជួយបានប្រសិនជាយើងមានឆន្ទៈធ្វើអញ្ចឹងអានេះខ្ញុំបង្ក្រាបឧទាហរណ៍ជាក់ស្ដែងទេ
nhưng mà hai chi mình miên ấy tràn thế hay trong sập lại nó muốn xoay phần năng lượng ở bên cạnh trên phía xa xuống đó đó ở cơ trường